មកពីបងឆាតបងឆាតក៏ចង់សូមអនុញ្ញាតគោរពនឹងជំរាបសួរលោកគ្រូអញ្ចេះបាទគាត់សួរថាកាលពីប្រហែលកាលពីជាង10ឆ្នាំមុនគាត់បានមើលមានបរិមម្នាក់បាទដែលនៅប្រទេសភូមាណាគាត់ថាបរិមម្នាក់ហ្នឹងគាត់ថាគាត់បានស្លាប់ហើយពេលហ្នឹងគាត់រស់មកវិញហើយគាត់ពេលដែលគាត់បានបាត់បង់អាយុជីវិតទៅហ្នឹងគាត់ថាពេលដែលគាត់ស្លាប់ទៅគាត់បានឃើញឋានរូបគាត់បានឃើញអីហើយគាត់បានឃើញអ្នកដែលកាន់សោបាទអ្នកដែលកាន់សោបើកទ្វារទៅនគរឋានសួគ៌ហើយគាត់បាននិយាយគាត់ថាអ្នកកាន់សោបើកទ្វារទៅនគរឋានសួគ៌នេះជាលោកយូហានទៅទៀតហើយអញ្ចឹងគាត់ចង់សួរលោកគ្រូថាតើវាជារឿងពិតប្រាកដឬក៏បរោះនឹងគាត់គ្រាន់តែលើកឡើងហើយពិតប្រាកដមែនទេលោកគ្រូថាតើលោកយូហាននឹងជាអ្នកកាន់កូនសោបើកទៅនគរឋានសួគ៌បានន័យថានៃបកគាត់ចង់សួរថាស្អីពិតប្រាកដអត់ដែលលោកយូហានហ្នឹងគឺជាអ្នកដែលកាន់កូនសោដើម្បីចាក់ឲ្យមនុស្សហ្នឹងទៅនគរឋានសួគ៌បានបាទបាទអរគុណលោកបន្ទឿនសំណួរនេះល្អណាស់បាទអត់មានលោកយូហានកាន់កូនសោនៅនគរឋានសួគ៌ទេព្រោះសាវករបស់ព្រះអង្គមានច្រើនអ្នកហើយព្រះអង្គមិនមែនអនុញ្ញាតឲ្យសាវកមួយកាន់កូនសោចូលនគរឋានសួគ៌ទេទី1ហើយទី2ទូនាទីយើងដែលជាមនុស្សមានបាបនេះកូនសោដែលចូលទៅនគរឋានសួគ៌គឺមនុស្សមានបាបត្រូវប្រែចិត្តជឿដល់ព្រះយេស៊ូវគ្រីស្ទដើម្បីរួចពីបាបដើម្បីចូលនគរឋានសួគ៌បានទី1យើងជាមនុស្សមានបាបត្រូវប្រែចិត្តជឿដល់ព្រះអង្គដើម្បីឲ្យព្រះរបស់អង្គផ្ដាច់បាបហើយកូនសោនៃជីវិតគឺជំនឿយើងនឹងឯងបាទដែលឆ្ពោះទៅឯព្រះជឿដល់ព្រះយេស៊ូវដើម្បីឲ្យសេចក្តីជំនឿយើងរាប់ជាសុចរិតជឿអស់ពីចិត្តគំនិតព្រលឹងវិញ្ញាណដោយមិនសង្ស័យថាការសង្កត់របស់ព្រះអង្គព្រះរបស់អង្គពិតជាមានអំណាចផ្ដាច់បាបមែនពិតជាមានប្រជាស្ដារក្នុងការសេចក្តីប្រោះលោះបាបយើងមែននេះហើយជាសេចក្តីជំនឿយ៉ាងអស្ចារ្យនៅក្នុងចិត្តយើងខ្ញុំជឿដល់ព្រះអង្គយ៉ាងអស្ចារ្យក្នុងចិត្តអស់ពីព្រលឹងហើយវិញ្ញាណថាការស្គាល់របស់ព្រះអង្គពិតជាបងថ្លៃបានតែដោយសេចក្តីជំនឿដ៏សុចរិតបរិសុទ្ធរបស់ខ្ញុំព្រះអង្គចាត់ព្រះវិញ្ញាណគង់ជាមួយដើម្បីបញ្ជាក់ថាកូនជឿឪពុកដើម្បីឲ្យដឹងជាថាកូនជាកូនឪពុកមែនហើយការដែលកូនជឿពិតប្រាកដដែលកូនរួចពីបាបមែនហើយពិតប្រាកដថាកូនជាកូនរបស់ព្រះអង្គមែនពិតប្រាកដថាកូនបរិសុទ្ធសុចរិតមែនព្រះអង្គចាត់ព្រះវិញ្ញាណគង់ជាមួយនៅពេលដែលទទួលបានព្រះវិញ្ញាណយើងលែងមិនតើបាទយើងលែងសង្ស័យបាទយើងពិតជាកូនព្រះអង្គហើយបើយើងមានព្រះវិញ្ញាណហើយព្រះវិញ្ញាណនោះឯងដែលនាំយើងទៅឯនគរឋានសួគ៌បាទព្រះវិញ្ញាណនឹងឯងដែលគង់ជាមួយយើងហើយនឹងដឹកនាំយើងទៅឯនគរឋានសួគ៌បាទអញ្ចឹងសំខាន់នគរឋានសួគ៌គឺសំខាន់នៅលើផែនដីនេះគឺមនុស្សមានបាបត្រូវជឿដល់ព្រះយេស៊ូវដើម្បីរួចពីបាបហើយបានសងគ្រោះតែនគរឋានសួគ៌ហើយការទៅនគរឋានសួគ៌វាជាកំបាំងដែលគ្មានមនុស្សណាមួយអាចយល់ឃើញពីអនាគតកាលទេហើយព្រះក៏បិទការកំបាំងដ៏ជ្រាលជ្រៅនេះដែរព្រោះមិនវាលើខ្នាតលើរបត់ដែលយើងត្រូវសិក្សារៀនសូត្រអញ្ចឹងព្រះអង្គដាក់ឲ្យមានកម្រិតនៃការសិក្សាការសិក្សានៅលើផែនដីព្រះបន្ទូលនៃព្រះដែលយើងមើលឃើញហើយត្រូវនឹងរូបសាច់ត្រូវនឹងព្រលឹងត្រូវនឹងវិញ្ញាណស្គាល់នឹងការអាក្រក់ស្គាល់នឹងការយើងនៅតែមិនយល់ទៅហើយចុះយើងចង់ដឹងពីឋានសួគ៌រឹតតែបើនិយាយទៅខ្វាក់ភ្នែកទៀតហើយអ្វីដែលកើតមាននៅលើផែនដីវិញ្ញាណអារក្សកំពុងតែធ្វើការរាល់ថ្ងៃបង្កើតការអាក្រក់សពថ្ងៃយើងទាំងមិនដឹងទៅហើយយើងទាំងមិនយល់ទៅហើយយើងទាំងបំភ្លឺរាល់ថ្ងៃតាមរយៈកម្មវិធីផ្លូវជីវិតហើយព្រះបន្ទូលកំពុងតែថ្លែងដែលបានកត់ទុកហើយត្រូវនឹងលោកីត្រូវនឹងផែនដីហ្នឹងយើងនៅតែស្ដាប់មានអ្នកខ្លះស្ដាប់ទាំងមិនទាន់យល់ផងទាំងមិនដឹងផងចុះទម្រាំដែលយើងវេញញែកនគរឋានសួគ៌ទៀតតើឲ្យគេយល់ដោយរបៀបណាហើយអ្នកដែលវេញញែកព្រះអង្គឲ្យមានកម្រិតមិនមែនត្រូវគេថារឿងហ្នឹងរឿងផ្សេងទៀតមានតែយើងត្រៀមខ្លួនជឿដល់ព្រះអង្គកើតជាថ្មីកូនព្រះហើយធ្វើកិច្ចការងារព្រះអង្គថាអ្វីឯងត្រូវគិតត្រូវធ្វើគឺបម្រើព្រះអង្គឲ្យបំភ្លឺដល់លោកីឲ្យគេបានជឿដល់ព្រះអង្គកើតជាថ្មីជាកូនព្រះមានព្រះវិញ្ញាណរឿងទៅឋានសួគ៌ហ្នឹងរឿងផ្សេងព្រះអង្គអ្នកចាត់ចែងទេសូម្បីដំណាក់នៅទីណាអីទីណាបល្ល័ង្កអង្គុយតាណាផ្ទះនៅតាណារូបកាយសម្លៀកបំពាក់យ៉ាងណាយ៉ាងណីអាហ្នឹងរឿងផ្សេងទៅទៀតបាទប៉ុន្តែសំខាន់ហ្នឹងគឺយើងត្រៀមខ្លួនឲ្យរួចពីបាបជាកូនព្រះមានព្រះមានដឹកនាំហើយអ្វីដែលយើងត្រូវគិតគេថាបំពេញកិច្ចការងារដែលព្រះអង្គដាក់ឲ្យយើងធ្វើគឺផ្សាយដំណឹងល្អបំភ្លឺលោកីបំភ្លឺបងប្អូនយើងពន្យល់បងប្អូនយើងឲ្យប្រែចិត្តជឿដល់ព្រះអង្គនេះរឿងសំខាន់រឿងឋានសួគ៌គ្មាននរណាដែលអាចវេញហើយកម្មវិធីវីដេអូនេះគឺមិនពិត
បាទមិនមែនពិតទាំងស្រុងទាំងអស់ទេបាទជាសេចក្តីបន្ថែមបន្ថយគ្មាននៅក្នុងគម្ពីរបរិសុទ្ធទេហើយកម្មវិធីផ្លូវជីវិតយកព្រះបន្ទូលជាគោលអ្វីដែលអត់មានកត់ទុកជាក់ច្បាស់ហើយស្របទៅតាមព្រះបន្ទូលនៃព្រះយេស៊ូវគ្រីស្ទជាព្រះគម្ពីរដ៏បរិសុទ្ធគឺកម្មវិធីផ្លូវជីវិតអត់ទទួលយកទេបាទ